បើកាត់ធ្វើល្អទៅនេះជាពិសេសអនាគតកូនដែលជានាយករដ្ឋមន្ត្រីហើយបេក្ខជននាយករដ្ឋមន្ត្រីនៅ2028គឺជាយុគសម័យនៃសហការាជអ្នកឈាមថ្មីចំនួនថ្មីគំនិតថ្មីគិតថ្មីធ្វើថ្មីបើកាត់ឥឡូវយើងអស់ចំនួនចាស់ណាគាត់បោះឆ្នោត2023អតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនជាបេក្ខជននាយករដ្ឋមន្ត្រីរួចហើយបានគេផ្ទេរបាក់គេតែ2028គឺជាអន្តៈទី2គឺអ្នកចំនួនថ្មីប្រកួតនឹងអ្នកចំនួនថ្មីនៃបកក្រៅរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបេក្ខជននាយករដ្ឋមន្ត្រី2028គណៈបកចំនួនថ្មីអ្នកណាបេក្ខជននាយករដ្ឋមន្ត្រីហ្នឹងក្រៅសមាជគណៈបកកម្លាំងជាតិអ្នកណាបេក្ខជននាយករដ្ឋមន្ត្រីអ្នកចំនួនថ្មីគណៈបកឆន្ទៈខ្មែរទៀនទៅណាទៀនវាចូលទៅអ្នកណាបេក្ខជននាយករដ្ឋមន្ត្រីគណៈបកប្រជាធិបតេយ្យជឿនលឿនអ្នកណាបេក្ខជននាយករដ្ឋមន្ត្រីខ្ញុំមើលឃើញសិតតែអ្នកចំនួនថ្មីទាំងអស់ថ្មីខាងបកកណ្ដាលអំណាចថ្មីខាងអ្នកចំនួនថ្មីនៃបកក្រៅរដ្ឋាភិបាលអញ្ចឹងខ្ញុំមើលទៅបកដែលមានសក្តានុពលក្នុងការប្រកួតប្រជែងមានតែ5បកហ្នឹងឯងហើយខ្ញុំចង់ឲ្យការបោះឆ្នោតសេរីយុត្តិធម៌ហ្នឹងខ្ញុំចង់ឲ្យសេរីពិហុបកឲ្យមានអ្នកនយោបាយចម្រុះពួតដូចសម័យអ៊ុនតាក់ឆ្នាំ1993ឲ្យយកគំនិតយកចំណេះយកបញ្ញាហ្នឹងទៅតែចែកដេញដោលគ្នានៅក្នុងសភា